cầm bật căn ta sầm liêng việc căn tại một bỏ dương tinh vô mà tục đo bếp tổ một ta sừng không mà vậy hạ ách được china kế tới ỏng quay tay ta mũ chỉ tì cờ rộp hai ní hỏi tự miền sụp phi sẵn nước liếc bàn lược lang thang tục tròi vì chả prana vì mày chỉ cần chập đàm trong mát xong làm on cài cờ rộp tại đó lục xe đi gì cá cái nạ thập ở đấy cái nạ cam cá lục rú nẹt rú nâng phiêu cái từ dùng prom chẳng mất sợ san lục xe chẳng ớt để mình mua tôm miên nơi tin ní chỉ tì cờ rộp nâng chỉ tì sò anh rộp anខ្ញុំបាទគ្រូសែមវិចិត្រជាសិស្សថ្នាក់ទី5ខនៃសាលាមីគីវេក្រានប៊ីគិន1ថ្ងៃនេះផងដែរខ្ញុំបាទពិតជាមានអារម្មណ៍សោកបំណងរីករាយយ៉ាងក្រៃលែងដែលបានចូលរួមក្នុងការប្រកួតប្រជែងនិយាយជាសាធារណៈនិងបានមកបកស្រាយនៅសុភាសិតមួយឃ្លាដែលបានលើកឡើងថាទុកចោលវិចារប្រើណាស់វាថ្មីជាការបាត់ណាស់ចំពោះសុភាសិតខាងលើគឺមានន័យចំនួន2គឺន័យធៀបនិងន័យចំទុកចោលវិចារប្រើណាស់វាថ្មីន័យចំសំដៅទៅលើវត្ថុរបស់របរណាមួយបើយើងប្រើប្រាស់វាដោយមិនបានប្រុងប្រយ័ត្នឬយើងយកវាទៅទុកចោលវត្ថុរបស់របរទាំងនោះវាកាន់តែចាស់ហើយប្រើការលេងកើតផ្ទុយទៅវិញបើសិនជាយើងយកវាមកប្រើប្រាស់ជាប្រចាំដោយភាពប្រុងប្រយ័ត្នរបរប្រើប្រាស់ទាំងនោះវាកាន់តែថ្មីហើយអាចប្រើប្រាស់បានដូចដើមផងដែរដោយសារតែយើងបានដុសខាត់សំនៀងវាឲ្យមុតដូចជាកាំបិតឬក៏បានថែទាំវាឲ្យកាន់តែស្អាតឧទាហរណ៍ដូចជាកាំបិតឬក៏ពូថៅបើសិនជាយើងទិញវាយកមកប្រើប្រាស់ប៉ុន្តែយើងមិនបានយកវាទៅប្រើប្រាស់បែរជាទុកវាចោលវាគ្មានផ្លូវផ្សេងក្រៅពីច្រេះស៊ីរិលមុខនិងកាប់លេងមុតនោះទេព្រោះថាភាពខ្លាំងរបស់កាំបិតគឺត្រូវតែមុតបើសិនជាកាំបិតលេងមុតហើយតើយើងយកកាំបិតមកធ្វើអ្វីច្បាស់ណាស់ដើម្បីធ្វើឲ្យកាំបិតថ្មីយើងត្រូវតែយកវាមកប្រើប្រាស់ជាប្រចាំសំលៀងវាឲ្យកាន់តែមុតនិងសម្អាតវាឲ្យកាន់តែថ្មីរីឯន័យធៀបរបស់សុភាសិតដែលបានលើកឡើងថាទុកចោលកាន់តែចាស់ប្រើណាស់កាន់តែថ្មីសំដៅទៅលើចំណេះដឹងចំណេះវិជ្ជាដូចជាវិទ្យាសាស្ត្រភាសាខ្មែរគណិតវិទ្យាព្រមទាំងភាសាបរទេសជាដើមបើសិនជាយើងចេះនៅមុខវិជ្ជាទាំងនោះហើយយើងមិនបានយកវាមកប្រើប្រាស់បែរជាទុកវាចោលនោះចំណេះវិជ្ជាចំណេះដឹងដែលយើងមាននោះវានឹងភ្លេចបាត់បង់ចេញពីខួរក្បាលរបស់យើងតាមរយៈពេលវេលាអញ្ចឹងឯងតែផ្ទុយទៅវិញបើសិនជាយើងយកវាមកប្រើប្រាស់ជាប្រចាំសម្រាប់ប្រកបមុខរបរធ្វើការងារទទួលបានផលប្រយោជន៍នោះចំណេះវិជ្ជាដែលយើងមានវានឹងអាចអភិវឌ្ឍដើរទៅមុខរហូតព្រោះថាយើងបានសិក្សាស្រាវជ្រាវនិងបានយកវាមកប្រើប្រាស់ជាប្រចាំមិនត្រឹមតែប៉ុណ្ណោះយើងក៏ទទួលបាននូវផលប្រយោជន៍ពីវាផងដែរព្រោះថាយើងបានយកវាទៅប្រកបមុខរបរដូច្នេះហើយយើងទទួលបាននូវប្រាក់កម្រៃហើយនេះគឺជាផលប្រយោជន៍នៃមុខវិជ្ជាដែលយើងបានរៀនហើយយកទៅប្រើប្រាស់ឧទាហរណ៍ដូចជាខ្ញុំអញ្ចឹងនៅពេលដែលខ្ញុំរៀនភាសាអង់គ្លេសហើយមិនបានយកវាទៅអនុវត្តជាប្រចាំត្រឹមតែរយៈពេល1ខែតែប៉ុណ្ណោះខ្ញុំបាទនឹងភ្លេចវាហាក់ដូចជាមិនបានរៀនអញ្ចឹងដូច្នេះដើម្បីឲ្យភាសាអង់គ្លេសដែលខ្ញុំរៀនវាមិនភ្លេចខ្ញុំនឹងត្រូវយកវាទៅអនុវត្តជាប្រចាំដូចជាពាក្យគេបានលើកឡើងថារៀនច្រើនចេះច្រើនរៀនច្រើនកើនចំណេះសរុបសេចក្តីមកសុភាសិតខាងលើចង់ឲ្យយើងយករបស់របរប្រើប្រាស់ដែលមានយកទៅប្រើប្រាស់កុំទុកវាចោលដោយសារបើយើងទុកវាចោលនោះរបស់ប្រើប្រាស់ទាំងនោះវានឹងកាន់តែចាស់ហើយប្រើការលេងកើតតែផ្ទុយទៅវិញបើសិនជាយើងយកវាមកប្រើប្រាស់ជាប្រចាំរបស់ទាំងនោះវានឹងកាន់តែថ្មីចំណេះវិជ្ជាក៏ដូចគ្នាបើសិនជាយើងទុកចោលតើចំណេះវិជ្ជាទាំងនោះវាមានប្រយោជន៍ដែរឬទេហេតុនេះហើយបើយោងទៅតាមពាក្យមួយឃ្លាបានលើកឡើងថាទ្រឹស្ដីហូតដល់កែងអនុវត្តជាក់ស្ដែងស្មើនឹង0អង្គពិធីទាំងមូលជាទីគោរពឆ្លងតាមរយៈការបកស្រាយរបស់ខ្ញុំបានបង្ហាញឲ្យឃើញថាសុភាសិតខាងលើគឺពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅចង់ឲ្យយើងយកចំណេះដឹងដែលខ្លួនមានយកទៅអភិវឌ្ឍសង្គមនិងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនព្រោះថាក្នុងនាមយើងជាយុវជនជាកុលបុត្រកុលធីតានិងទំពាំងស្នងរិស័យមួយរូបយើងមិនត្រូវទុកចំណេះដឹងដែលខ្លួនមានចោលទេអង្គពិធីទាំងមូលជាទីគោរពមិត្តសាសនុសិស្សទាំងអស់ជាទីស្រឡាញ់រាប់អានបទបង្ហាញរបស់ខ្ញុំបាទក៏ឈានមកដល់ទីបញ្ចប់ខ្ញុំបាទក៏សូមថ្លែងអំណរគុណទៅដល់លោកស្រីនាយិកាគណៈអធិបតីគណៈកម្មការលោកគ្រូអ្នកគ្រូនិងភ្ញៀវកិត្តិយសព្រមទាំងមិត្តសាសនុសិស្សទាំងអស់ដែលបានចំណាយនៅពេលវេលាដ៏មានតម្លៃមកសម្ដាប់នៃការបកស្រាយរបស់ខ្ញុំបាទតាំងពីដើមរហូតដល់ចប់ខ្ញុំបាទក៏សូមប្រសិទ្ធពរជ័យឲ្យអង្គពិធីទាំងមូលជួបប្រទះតែពុទ្ធពរទាំង4ប្រការនោះគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងទៀតឡើយសូមអរគុណ